ទូកខាងក្រៅធំជាងទូកខាងពងបាទបានអូរំទៀតបាទរំក្បាលទូកទៀតហូសំឡេងតែខ្លាំងខ្លាំងមួយមើលបាទឃើញរំ2ថ្ងៃហើយម្នាក់នឹងរំ2ថ្ងៃតឡើងមើលអ្នកអធិប្បាយនេះហើយឃើញរំ2ថ្ងៃឈ្នះតែ2ថ្ងៃឲ្យ4ជើងតែម្ដងបាទខាងពងមើលខាងពងសម្រាប់គូបន្ទាប់ទូកខ្នាតកាចាខ្នាតបុរសចំនួន8នាក់ខ្សែទឹកខាងក្រៅទូកមានឈ្មោះថាស្ដេចនាគក្រហមឈើទាវសែនជ័យបារមីតាកគីដែលមានស្លាកសម្គាល់លេខ45ដែលជាទូកមកពីភូមិឈើទាលក្រោមឃុំរលាំងគ្រើសុកសម្រោងតងបាក់ជាមួយខ្សែទឹកខាងក្នុងដែលមានឈ្មោះថាមហាស្ដេចគ្រុឌដែលជាទូកវត្តអង្គខ្មៅបាទពេលនេះទូកទាំងពីរបានធ្វើដំណើរមកដល់វេទិកាគណៈធិបតីហើយសូមស្នូទះដៃមួយមើលបាទខាងខ្មៅពឺតហើយពឺតអបអរសាទរសាទរខាងក្រៅទទួលបានជ័យជំនះបាទខាងស្ដេចនាគក្រហមទទួលបានជោគជ័យបាទ